កងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននៅដែនស្ថិតក្រោមការឃុំក្រុងរបស់យោធាថៃកម្ពុជាសូមអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសวัสดิភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិថ្ងៃនេះជាថ្ងៃទី113ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រុងរបស់យោធាថៃកម្ពុជាសូមអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសวัสดิភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិសូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសวัสดิភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ